ខ្ញុំកណ្ដាលខ្ញុំបាទសូមគោរពថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសូមគោរពជំរាបសួរដល់លោកតាលោកយាយអំពូមីងជាទីគោរពរាប់អានឥឡូវនេះខ្ញុំនឹងមកអានបន្តនៅអត្ថបទល្អបាទដែលដកស្រង់ពីសៀវភៅគតិលោកបាទភាគទី1បានអានដល់ទំព័រទី14បាទហើយក៏ខ្ញុំនៅសល់ចុងកតុយនៅក្នុងទំព័រទី14ហ្នឹងបាទដែលជាសំណួរអញ្ចឹងខ្ញុំបន្តពីចុងទំព័រទី14ហើយបន្តមកទំព័រទី15 16អញ្ចឹងទៅបាទចប់ស្មើណា/ប៉ុណ្ណឹងសិនឥឡូវនេះខ្ញុំនឹងសូមអានជូនលោកតាលោកយាយអំពូមីងស្ដាប់ទាំងអស់គ្នាបាទដូចតទៅទុំទៀនមេតាប្រោពាក្យសុភាសិតប្រដៅថាឲ្យវាក្តីរកស៊ីក្នុងការមិច្ឆាជីវៈឲ្យរកស៊ីតាមផ្លូវសម្មាជីវៈផ្លូវមិច្ឆាជីវៈនោះដូចម្ដេចផ្លូវសម្មាជីវៈនោះដូចម្ដេចផ្លូវមិច្ឆាជីវៈនោះគឺប្រកបការរកស៊ីខុសកន្លងធម៌មានលក់គ្រឿងសត្រាប្រហារជីវិតសត្វជាដើមមានលក់ដូរថ្នាំពុលណាលក់ដូរថ្នាំបំពុលជាបរិយាជាបរិយោសានព្រមទាំងប្រព្រឹត្តធ្វើជាបន្ទាល់កោងទាំងឆឆក់កុហកគេដោយអបាយដោយគំនិតកោងផ្សេងការរកស៊ីខុសកន្លងធម៌នោះហៅថាមិច្ឆាជីវៈគឺចិញ្ចឹមជីវិតខុសនិងទទួលទុក្ខទោសណានិងទទួលទុក្ខទោមនស្សផ្សេងឯការរកស៊ីផ្លូវសមាជីវៈនោះគឺវាបង់បាទវាបង់ផ្លូវមិច្ឆាជីវៈនេះឯងហៅថាចិញ្ចឹមជីវិតដោយធម៌ព្រោះថាសមាជីវៈមួយទៀតត្រូវវាផ្លូវដែលមហាក្សត្រទ្រង់ហាមដូចយ៉ាងកយដាដែលរាជការតាំងហើយទៅប្រព្រឹត្តកន្លងព្រះរាជអាជ្ញាយ៉ាងនេះប្រការមួយត្រូវវាផ្លូវលបែងផ្សេងមានលបែងជលមន់ជលត្រីជាដើមនេះប្រការមួយត្រូវវាលបែងស្រីលបែងស្រាវាសែបគប់ភឿនពៀលនាំលេងយប់ស្វែងមើលលបែងផ្សេងមានលបែងច្រៀងរាំជាដើមយ៉ាងនេះប្រការមួយបើកវងកញ្ចក់អសសហើយបិទវងកញ្ចក់វិញសុំទានការត្រាច់យប់នោះមានទោសយ៉ាងណាខ្លះបើកវងកញ្ចក់អសគោបិទវងកញ្ចក់វិញបានន័យថាស្មើនឹងចម្លើយតទៅទៀតការដែលដើរលេងយប់នោះមានទោស5ប្រការគឺ1ដើរទៅហើយខាតផ្លូវរវាងរក្សាផ្ទះទីលំនៅខ្លួនណាទីលំនៅខ្លួនជួនប្រពន្ធកូនឬបងប្អូនកើតហេតុដោយរោគាព្យាធិឬដោយហេតុឯណាមួយក្តីចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៍ជាទោសមួយ2ជួនកាលដើរទៅហើយពើប្រទេសលើសត្វមានពឹសវាចឹកវាខំបាននៅទុក្ខវេទនាយ៉ាងនេះជាទោសមួយ3ជួនដើរទៅជន់ជើងចោលដែលគេដេញចោលមកអាចោលនោះវាវេះបាត់ទៅគេឃើញឯងគេក៏ចាប់ថាជាចោលយ៉ាងនេះជាទោសមួយលេខ4ណាលេខ4ជួនដើរទៅហើយប្រទេសនឹងចោលឬអ្នកដែលមានពីវេរាដល់អ្នកឯណាមួយគេឃើញឯងក៏សម្គាល់ជាចោលសម្គាល់ថាជាចោលឬថាអ្នកដែលមានពីនោះគេបាញ់ចាក់សម្លាប់ទៅយ៉ាងនេះជាទោសមួយលេខ5អ្នកដើរលេងជប់ជាទីនាំឲ្យគេហានិន្ទាបានគឺថាបើគេបាត់របស់ទ្រព្យអ្វីឯណាមួយគេដិតចិត្តសង្ស័យឆ្នៃឯងព្រោះឃើញថាឯងដើរលេងយប់យ៉ាងនេះជាទោសមួយបើកវងកញ្ចក់អក្សរសបាត់វងកញ្ចក់វិញសូមទានការដែលកើតមកជាមនុស្សត្រូវបែងកាលប៉ុន្មានកាលបើកវងកញ្ចក់អក្សរកបិទវងកញ្ចក់វិញជាចម្លើយត្រូវបែងកាលតាមវ័យទាំង3ប្រការហៅថាបឋមវ័យប្រការ1បាទហៅថាបឋមវ័យប្រការ1ហៅថាមជ្ឈិមវ័យប្រការ1ហៅថាបច្ឆិមវ័យប្រការ1ក្នុងបឋមវ័យនោះត្រូវស្វែងរករៀនវិជ្ជាសិលសាស្ត្រនិងចំណេះដឹងទាំងពួងបាទលុះដល់មជ្ឈិមវ័យគឺវេលាដែលតាំងនៅក្នុងកាលខ្លួនមានបុត្រភរិយាហើយត្រូវប្រកបការងារផ្លូវរកស៊ីមានផ្លូវជួញដូរ
bà miền phơi chuồn phơi phơi sài trồng ca chỉ đào sẵn xong trộp sầm bạc ao cả miền lô đào bạch châm ở với hàng trồng cứ luôn chặt chùi rìa hái từ vài giờ đó phơi cột sọt cứ bỏ để trả tiền để xả sơ chùm ran chiều việt nia chia bạch trái rồi bó luôn tới bỏ để lô bạc vuông cái chó xó bật vuông cái chó miệt đa bạch đa miền quân nô bạc cà đã đợt bọt cua sừng cua đòi phơi bẩn màn bạc cà bạc vuông cái chó xó cố bật vuông cái chó vĩnh chùm lại bọt tới sừng cua miệt đa bạch đá đại chia bọt bạc cà đây nốt đòi bọt sừng cua pram bạc cà cứ muối cả nắng cất thả atma ảnh này cứ miệt đa bạch đá lô chỉnh châm màu lô chỉnh châm máu du hỏi cua ta chỉnh châm lộ vinh pi cách chắc cả nắng ca nghi nơi miệt đa bạch đá miên làng tới bánh chốc ca nghi được bọc luôn sân tới chuối thưa kịch cá miệt đa bạch đá nụ tới tại ban sầm rạch 7 bộ lạ vuông sắc bạn thạ bạn nặng côn tớiប្រព្រឹត្តរក្សាវងដំកល់វងនៃត្រកូលឲ្យថិតthếនៅការគេមេដាបៃតាកុំឲ្យសាបសូន្យបានន័យថាការពារគេឈ្មោះមេដាបៃតាកុំឲ្យសាបសូន្យវានេះទៅបាន 4 ទាយជារហិបដិបណੰកូនត្រូវបំរើមេដាបៃតាដោយសុចរិតតាំងចិត្តសង្អូតគោរពកោតខ្លាចអាចទទួលនៅទ្រព្យមរតករបស់មេដាបៃតា 5 តេខណានុបទានណੰបើមេដាបៃតាដល់នៅមរណភាពហើយកូនត្រូវទទួលតបគុណដោយធ្វើជាបណកិច្ចធ្វើបុណ្យសាងកុសលបញ្ជូនផលតេខណានុបទានទៅមេដាបៃតាដែលលោកបែកស្ថានទៅបរិលោកហើយនោះបើកវងកញ្ចក់អសសបិទវងកញ្ចក់ប្តីសង្គ្រោះប្រពន្ធមានប៉ុន្មានប្រការប្រពន្ធសង្គ្រោះប្តីតើមានប៉ុន្មានប្រការបាទបើកវងកញ្ចក់អសកោហើយបិទវងកញ្ចក់វិញចម្លើយប្តីសង្គ្រោះប្រពន្ធនោះមាន5ប្រការគឺ 1 សមាអ្នកនិយៈប្រដៅសពសារពើឃើញទេប្រដៅសពសារពើពោលពាក្យពីរោះសរសើរដោយលក្ខណៈប្រព្រឹត្តជាប្រយោជន៍ពោលពាក្យជាបយៈវចនៈ 2 អវិមាអ្នកនិយៈពុំបានមើលងាយជេរវាយដូចជាទាស័យទាសាកម្មករឡើយ 3 អនតិចរិយាយៈពុំប្រព្រឹត្តបែកចិត្តពីភរិយាមិនកន្លងចិត្តភរិយាគឺមិនមានស្ត្រីដតីទៀតជាភរិយាឡើយ 4 អិសរិយៈវសតិនៈប្រគល់នៅរបស់ទាំងពួងមានផ្ទះបាយជាដើមឲ្យដល់ភរិយា 5 សក្ការៈនុបទាននេះអ្នកឲ្យនៅគ្រឿងប្រដាប់មានសម្ពុតអាវជាដើមឲ្យភរិយាដោយសមគួរតាមប្រវេណីប្រពន្ធសង្គ្រោះប្តីមាន5ប្រការដូចគ្នាគឺ 1 សុសង្ឃវិហិតកម្មន្តាចាត់ចែងការងារដោយប្រពៃនិងតតែងភោជនាហារមិនឲ្យហួសពេលវេលានិងប្រពន្ធទី 2 សង្ឃហិតបរិជនីប្រពន្ធត្រូវសង្គ្រោះដល់ជនក្នុងផ្ទះនិងញាតិខាងប្តីរាប់អានឲ្យដូចញាតិរបស់ខ្លួន 3 អនតិចារិនីមិនប្រព្រឹត្តកន្លងចិត្តប្តីគឺមិនមានបរោះដតីជាប្តីឡើយ 4 សមតញ្ចៈអនុរខតិរក្សាទ្រព្យសម្បត្តិដែលប្តីរកបានមកមិនឲ្យអន្តរាយដោយការមិនគួរ 5 តខាចៈហោតិអនលក្សាឆ្លះវៃក្នុងការស្ត្រីឬមិនខ្ជិលច្រអូសហើយមេដាបិតាអនុគ្រោះបុត្រដោយបទ5ប្រការគឺ 1 បានិវាមន្តិហាមកូនចាក់ផ្លូវបាបគឺកុំឲ្យធ្វើបាបកម្មទី 2 កល្យាណេនិវេសេនតិញ៉ាំងកូនឲ្យតម្កល់នៅក្នុងការកុសល 3 សបាំងសិក្ខាពិន្តិញ៉ាំងកូនឲ្យសិក្សារៀនសូត្រសិលសាស្ត្រផ្សេង 4 បដិរូបេអ្នកតារេអ្នកសង្យោចេនតិលុះកូនធំឡើងត្រូវប្រកបការរកភរិយាដែលមានរូបមានសម្បត្តិសមគួរផ្សំឲ្យកូនគឺរៀបអាពាហ៍ពិពាហ៍ឲ្យកូនទី 5 ទាយជាងនយាទេនតិប្រគល់ទ្រព្យសមរតកឲ្យក្នុងសម័យដ៏សមគួរគឺឲ្យក្នុងនិច្ចសម័យក្នុងកាលសម័យមួយបាទអញ្ចឹងខ្ញុំនឹងបញ្ចប់ត្រឹមហ្នឹងដោយសារខ្ញុំមានការងារត្រូវផ្សាយផ្ទាល់ទៀតបាទត្រូវផ្សាយវិទ្យុទៀតអញ្ចឹងខ្ញុំបញ្ចប់ការ live ប៉ុណ្ណឹងសិនបាទអញ្ចឹងខ្ញុំនៅជាប់ក្នុង
ទំព័រទី20គត់បាទទំព័រទី20ហើយជាប់នៅចុងទំព័រហ្នឹងបាទជាសំណួរនិងចម្លើយដែរ